ក្រតោកចាមួយជីវិតឯងនេះគ្មានទៅរីកចម្រើនអីក្រៅពីការធ្វើកញ្ចាស់គេនិងដើរសុំទានគេទេក្រហើយធ្វើជួយគេអីណាធ្វើអញជ្រេញណាហើយគេអាងគេមានលុយមានអំណាចជិះជាន់លើអ្នកក្រអ្នកអត់អ្នកទន់ខ្សោយជាងខ្លួនខ្ញុំលើស្ទើរតែរាល់ថ្ងៃសួរថាតើមានអ្នកណាមួយដែលចង់ក្រនោះមើលទៅនៅក្នុងសង្គមនេះហេតុអ្វីក៏វេទនាថែមទាំងអយុត្តិធម៌សម្រាប់អ្នកក្រដូចជាខ្ញុំដែរអ្នកក្រគ្មានកំហុសក៏ខុសគ្រប់រឿងតាមតែគេថាយុត្តិធម៌និងភាពត្រឹមត្រូវមិនចេះខុសសោះមានសម្រាប់តែអ្នកមានលុយមានអំណាចនេះខ្ញុំថាតែមួយចំនួនទេវតាអើយខ្ញុំគ្រាន់តែចង់បានជីវិតមួយដ៏ល្អហេតុអ្វីខ្ញុំប្រឹងប្រែងអស់ហើយសុចរិតស្មោះត្រង់ខិតខំខ្ញុំបានប្រើប្រាស់ស្ទើរតែលើសនៃពាក់កណ្ដាលជីវិតខ្ញុំហើយហេតុអីខ្ញុំសួរថាហេតុអីសង្គមបែងចែកវណ្ណៈបានហើយមើលទៅចូលតួពេកហើយចូលសាច់រឿងយើងការរស់នៅក៏ដូចជាប្រវត្តិសាស្ត្របានផ្លាស់ប្ដូរពីសម័យកាលមួយទៅសម័យកាលមួយនៅអតីតកាលនៃឆ្នាំ1960ដល់ឆ្នាំ1961ជាការចាប់ផ្ដើមនិងបញ្ចប់នៃស្នាដៃអក្សរសិល្ប៍មួយរបស់អ្នកនិពន្ធម្នាក់ឈ្មោះសួនសុរិនដែលលោកបានសិក្សាស្រាវជ្រាវពីសង្គមរស់នៅរបស់មនុស្សលោកបានចងក្រងជាឯកសារបង្កើតបានជាស្នាដៃមួយដែលគាត់បានដាក់ចំណងជើងថាព្រះអាទិត្យថ្មីរះលើផែនដីចាស់សំជាយុវកសិករកំព្រាឪពុកម្ដាយតាំងពីតូចគេមានប្រពន្ធម្នាក់ឈ្មោះនាងសយកំព្រាឪពុកម្ដាយដូចគ្នាដោយភាពក្រីក្រគេទាំងពីរបានចាកចេញពីស្រុកកំណើតទៅប្រកបរបរធាក់ស៊ីក្លូនៅភ្នំពេញសំធាក់ស៊ីក្លូបាញ់ច្រាស់ទិសត្រូវប៉ូលីសផារកប្រាក់បងពីនៃពុំបានអ្នកស្រីកំលៀងបានស្ដីបន្ទោសគេរួចក៏បានដកហូតស៊ីក្លូឡាញ់ឲ្យសំធាក់បន្តចំណែកតាសានក៏បានបណ្ដេញសំនិងសយចេញពីខ្ទមដែរព្រោះអ្នកទាំងពីរគ្មានលុយបង់ឈ្នួលផ្ទះមុននឹងចាក់ចេញពីខ្ទមដ៏កំសត់នេះសៅដែលជាក្រុមចៅលួចឆក់ក៏បានបបួលសំឲ្យចូលដៃដើម្បីធ្វើសកម្មភាពជាមួយខ្លួនប៉ុន្តែសំមិនព្រមហើយប្រកាន់នូវភាពយុត្តិធម៌ជានិច្ចសំនិងប្រពន្ធបានចូលទៅរស់នៅតាមសម្យាព្រះវិហារលោកសង្ឃយួននៅវត្តទួលប្រស្រីពេលនោះនាងសយត្រូវបានយាយចាស់ម្នាក់នាំឲ្យទៅនៅបម្រើផ្ទះថៅកែហុកដោយមានការយល់ព្រមពីសំជាប្តីផងដែរយប់មួយដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងវេលាម៉ោង21ថៅកែហុកបានចូលទៅចាប់រំលោភនាងសយដោយកម្លាំងកាមាអារម្មណ៍យ៉ាងប្រៃផ្សៃបំផុតដោយមានការឈឺចាប់ជាខ្លាំងព្រឹកឡើងនាងក៏បានចាក់ចេញពីផ្ទះថៅកែហុកដើម្បីទៅរកមិត្តភក្តិកម្មករត្រីចក្រយានរបស់ប្តីនាងគឺនីមីនិងនាងមុំជាប្តីប្រពន្ធដើម្បីសុំស្នាក់នៅទម្រាំប្តីរបស់នាងត្រឡប់ពីស្រុកវិញរសៀលថ្ងៃប្រហ័សសំក៏ចុះពីរថភ្លើងបាត់ដំបងទៅរកប្រពន្ធនៅឯផ្ទះថៅកែហុករកមិនឃើញក៏វិលមកផ្ទះនាយមីនិងនាងមុំគេក៏បានជួបនឹងប្រពន្ធហើយដឹងថាថៅកែហុកធ្វើអំពើមិនគប្បីមកលើប្រពន្ធទោះបីប្រពន្ធ
និងមិត្តភ័ក្តិខំខាត់យ៉ាងណាក៏ដោយក៏សំនៅតែមានបំណងសម្រាប់ថៅកែហុកដដែលយប់មួយសំបានចូលទៅសម្លុតថៅកែហុកតាមកំហឹងរបស់ខ្លួនតែដោយចាញ់កលថៅកែហុកសំក៏ត្រូវបានចាប់បញ្ចូលគុកធំក្រោយមកត្រូវតឡាការកាត់ទោសដាក់គុកចំនួន3ខែបន្ទាប់ពីសំត្រូវជាប់គុកនាងសយនិងនាងមុំបាននាំគ្នាទៅសួរសុខទុក្ខសំនៅឯគុកធំនៅថ្ងៃអាទិត្យដោយភាពខ្សឹកខ្សួលពេលនៅក្នុងគុកសំត្រូវពាក់ពួកជាប់គុកមុនមានឈ្មោះហួរសួរនិងពួកអនុរាជបាននាំគ្នាវិធ្វើបាបដោយគ្មានការពិចារណាឡើយក្រោយពីការណែនាំអប់រំពីผู้ជួយគុកសំនិងនាងសយក៏ត្រូវមីជួនទៅផ្ទះនៅជិតវត្តមហាមន្ត្រីដោយត្រីចក្រយានថ្ងៃបន្ទាប់មកក៏បានទទួលស៊ីក្លូពីសេដ្ឋីនីចិត្តល្អមេម៉ាយម្នាក់ឈ្មោះយីកានពេលសំទៅរកប្រាក់ត្រូវបានឡានបុកសន្លប់បាត់ស្មារតីត្រូវដឹកទៅមន្ទីរពេទ្យព្រះកេតុមាលារួចពីគ្រោះថ្នាក់សំក៏បានចូលទៅធ្វើការនៅរោងឧស្សាហកម្មសាប៊ូមួយកន្លែងដោយសារការព្យាយាមពេលកាពូរ៉ាល់លាឈប់ថាកាយក៏តែងតាំងសំជំនួសព្រមទាំងអនុញ្ញាតឲ្យសំនិងប្រពន្ធមកស្នាក់នៅបន្ទប់នៃរោងចក្រនេះទៀតផងសេងអានជាកូនចៅរបស់ថៅកែសេងលីត្រូវទៅមើលការនៅហុងកុងថៅកែសេងលីក៏បានតែងតាំងក្មួយលោកឈ្មោះសេងហុងឲ្យមើលការជំនួសពេលនោះសំត្រូវបានសេងហុងបណ្ដេញចេញឡើងឲ្យធ្វើការព្រោះសំមិនធ្វើតាមបញ្ជារបស់សេងហុងសំទៅធ្វើការកន្លែងណាក៏ដូចជាកន្លែងណាត្រូវបានឋានៈជាកាពូរ៉ាល់ប៉ុន្តែមិនបានស្ថិតស្ថេរទេត្រូវម្ចាស់កន្លែងបណ្ដេញចេញរហូតដោយមានកម្មករស្គាល់ច្រើនសំក៏បានបង្កើតសមាគមកម្មករមួយតែក្រោយមកក៏ត្រូវអ្នកនយោបាយបោកប្រាស់ធ្វើជាឈ្នន់នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសមាជិកតំណាងរាស្ត្រថ្មីបន្ទាប់ពីបានជាប់ឆ្នោតក៏ក្រឡាស់ធ្វើជាឡើងទទួលស្គាល់អ្នកដែលបានធ្លាប់ជួយខ្លួនសំដឹងខ្លួនហើយបានពោលថាតទៅមុខឡើងបណ្ដោយឲ្យពួកអ្នកនយោបាយបោកប្រាស់ទៀតហើយសំនឹកមកមីថាអោណោអ្នកនយោបាយវាខ្លាចជាអ្នកនយោបោកតើណោនាងសយមានគួរគ្មានលុយទិញថ្នាំសង្កូវផឹកដល់គ្រប់ខែត្រូវឆ្លងទន្លេសំទៅពឹងគ្រូពេទ្យនរាឲ្យជួយតែគេមិនទទួលស្គាល់បានយាយប៉ោងនិងយាយប៉ោះខំជួយតែមិនបានសម្រេចនាងសយក៏ស្លាប់នៅក្នុងពេលសម្រាកទៅបន្ទាប់ពីប្រពន្ធស្លាប់ទៅសំក៏ប្រកបមុខរបរធាក់ស៊ីក្លូទៀតតែមិនសមប្រកបសំបានទៅពឹងពាក្យលោកយេងជាតំណាងរាស្ត្រដែលសំធ្លាប់ជួយនៅក្នុងពេលបោះឆ្នោតតែអកុសលលោកយេងបែរជាធ្វើមិនស្គាល់សំទៅវិញបន្ទាប់មកសំក៏ខ្លាចខ្លួនជាមនុស្សអនាថាគ្មានទីជម្រកគ្មានអ្វីសម្គាល់ខ្លួនត្រូវប៉ូលីសចាប់ឃុំខ្លួនអស់ពី3ថ្ងៃទើបដោះលែងវិញដោយខ្លួនគ្មានទីពឹងហើយការស្រេកឃ្លានធ្វើទុកខ្លាំងពេកសំក៏ដាច់ចិត្តទៅប្រកបរបរចោលឆក់បន្ទាប់ពីការបំភ្លឺរបស់មីសំក៏យល់ព្រមយករបស់របរដែលសេះសល់ទៅប្រគល់ឲ្យម្ចាស់ដើមវិញតែលោកអុកញ៉ាសម្បូរសម្បត្តិមិនព្រមក៏ចាប់បញ្ជូនឲ្យទៅភ្នាក់ងារប៉ូលីសហើយក៏ចាប់ឃុំឃាំងនៅក្នុងគុក6ខែសំដើរឆ្លងផ្លូវត្រូវឡានរបស់លោករដ្ឋមន្ត្រីវ័យក្មេងបានបុកលោករដ្ឋមន្ត្រីនាំសំទៅមន្ទីរពេទ្យហើយជួយឲ្យសហហុយចំនួន500រៀលព្រមទាំងបានផ្ដាំឲ្យសំទៅរកគាត់កុំបីខានតែសំបែរជាប្រកែកមិនយកលុយហើយឲ្យលោករដ្ឋមន្ត្រីជួយរកការងារធ្វើលោករដ្ឋមន្ត្រីបានឲ្យសំទៅនៅថែផ្ទះលោកសំក៏បានសុខកាយសប្បាយចិត្តចាប់ពីពេលនោះមកក្រោយពេលដែរស្រុកទេសទទួលបានឯករាជ្យសន្តិភាពពេញបរិបូរណ៍ក្រោមព្រះរាជ
បូជនីយកិច្ចរបស់អង្គសម្ដេចឪសំក៏បានវិលទៅប្រកបការងារជាកសិករនៅស្រុកកំណើតវិញដោយរីករាយព្រោះរដ្ឋាភិបាលសង្គមរាស្ត្រនិយមបំពេញបំណងរាស្ត្រក្រោមព្រះរាជបូជនីយកិច្ចដឹកនាំរបស់អង្គសម្ដេចឪទីក្រុងភ្នំពេញបានរីកចម្រើនលើគ្រប់វិស័យព្រះអង្គបានរៀបចំឲ្យមានសមាជជាតិគឺនៅពេលនោះមានសមាជជាតិលើកទី9